មានសំណួរមួយកាលខ្ញុំរៀនមួយលោកគ្រូខ្ញុំក៏គាត់សួរខ្ញុំដែរថាហេតុអីបានឡានដែលយើងបាញ់ឆ្នាំរួចមុននឹងប៉ូលីយើងចាំបាច់ត្រូវខាត់អញ្ចឹងហើយនេះជាដបូលឡានដែលខ្ញុំបាញ់ឆ្នាំរួចអញ្ចឹងវាមានស្នាមត្រឹមត្រូវទិសចេះអញ្ចឹងឥឡូវយើងមកមើលថាចំណុចខុសគ្នាឡើងដែលយើងប៉ូលីដោយមិនបាច់ខាត់និងយើងខាត់តើខុសគ្នាមិននេះជាសាច់ឆ្នាំឡានដែលខ្ញុំប៉ូលីរួចហើយផ្ទៃកន្លែងនេះគឺពួកយើងអត់ខាត់ទេបាច់ខាត់ដោយខាត់ទេគឺប៉ូលីយកតែម្ដងអញ្ចឹងផ្ទៃមួយនេះគឺយើងប៉ូលីដូចគ្នាហើយមុននឹងប៉ូលីគឺយើងខាត់ដោយกระดาษខាត់អញ្ចឹងយើងមើលទៅឃើញភាពខុសគ្នាដូចនេះផ្ទៃនេះគឺវារាងម៉ត់ប៉ូលីរួចរាងម៉ត់បាត់ស្នាមកន្លងក្រូចអស់ច្រើនចំណែកឯផ្ទៃនេះវិញនៅរាងក្រើមដែលយើងមានឃើញស្នាមសល់ក្រើមខ្លះហើយបើកន្លែងដែលយើងអត់ទាន់ប៉ូលីហ្មងគឺក្រើមដូចចេះហ្មងអញ្ចឹងចម្លើយសរុបសេចក្តីមកវិញយើងអាចវិនិច្ឆ័យបានថាសម្រាប់ឡានដែលយើងប៉ូលីឡានបាញ់ឆ្នាំរួចបើយើងចង់បានសាច់ម៉ត់អាឡូងចេះអញ្ចឹងចង់ឲ្យប៉ូលីឲ្យសាច់ម៉ត់អាឡូងអញ្ចឹងគឺតតែយើងខាត់វាដោយកระดาษខាត់រំលីងវាឲ្យវារៀងរលោងតិចទៅហើយចាំយើងប៉ូលីចំណែកផ្ទៃដែលយើងចង់ឲ្យវាសល់រៀងកន្លះក្រូចតិចមិនបាច់ខាត់ក៏បានដែរយើងប៉ូលីយកតែម្ដងដោយមិនបាច់ខាត់ទេអញ្ចឹងវានឹងសល់រៀងកន្លះក្រូចខ្លះបែបនេះគ្រើមចេះហើយនេះជាបច្ចេកទេសមួយនៅក្នុងចំណោមបច្ចេកទេសប៉ូលីទាំងអស់ដែលខ្ញុំបង្ហាញនៅក្នុងវីដេអូនេះអញ្ចឹងបងដែលចង់ដឹងច្បាស់លម្អិតជាងនឹងទៀតអាចចុចឈ្មោះចូលរៀនមកខ្ញុំបានដែលយើងចាប់ទទួលសិស្សពីឥឡូវទៅហើយមាន promotion ពិសេស discount 50% សម្រាប់សិស្សដែលចុចឈ្មោះចូលរៀនក្នុងចំណោមសិស្ស10នាក់ដំបូងបាទអរគុណ